បងប្អូនទាំងអស់គ្នានិយាយប្រាប់ខ្ញុំថាពេលយកពងអូត្រីសាក់រត់មើលឥឡូវយកពងអូត្រីហើយសាក់រត់ពេលបងប្អូនមួយចំនួនវាយនិយាយគិតថាដោយសារតែខ្ញុំអត់រត់បានវាអត់ដេញអូខេតែតែប៉ិតអូត្រីវាគ្រោះថ្នាក់ខ្លាំងបើជើងរបស់វាជាង200គីឡូអញ្ចឹងយើងត្រូវប្រុងប្រយ័ត្ននេះអូត្រីនេះដោយសារតែវាស្គាល់ខ្ញុំហើយខ្ញុំស្គាល់វាអញ្ចឹងឃើញវារំឲ្យខ្ញុំមើលថែមទៀតអញ្ចឹងវាអត់អីទេសម្រាប់ខ្ញុំណាតែយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវប្រុងប្រយ័ត្នដែរអញ្ចឹងអាចបងប្អូនទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នចំណុចចំពោះអូត្រីអូខេបាទយកពងរបស់វាចឹងនេះពងគៀតហ្វាមយើងបើករាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យនិងថ្ងៃបុណ្យកុំភ្លេចមកលេងគៀតហ្វាមផងណាអញ្ចឹងជាទូទៅពេលយើងរត់វារៀងភ័យអញ្ចឹងយើងប្រុងប្រយ័ត្នអូខេតែខ្ញុំទាន់តែឲ្យបងប្អូនអ្នកគ្នាមើលទេអូខេវាមិនរត់វាមិនភ័យអូខេវាមិនភ័យដោយសារវានេះទេវាភ័យដោយសារខ្លាចបារម្ភយើងធ្វើបាបវាអូខេទេហ៎តែមើលហើយអញ្ចឹងជាទូទៅពេលដែលរត់ធ្វើឲ្យពួកវាភ័យអញ្ចឹងជាការល្អយើងគួរកម្រិតអូខេយើងថ្នមវាលេងមើលវាធម្មតាល្អជាងអូខេអញ្ចឹងចង់តែបង្ហាញបងប្អូនទាំងគ្នា